ដិតយុទ្ធនពីការលោកលេងសារឿនដង្ហើយហៅរកយុទ្ធធរពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតនៅក្នុងទំនាស់រឿងដីធ្លីដ៏រ៉ាំរ៉ៃជាង12ឆ្នាំដោយឈ្មោះលីមីនិងបពពួកបានខົບខិតគ្នាជាប្រព័ន្ធរៀបចំឯកសារខ្លែងបន្លំរំលោភយកដីទាំងស្រស់ៗតែម្ដងបងប្អូនប្រិយមិត្តទស្សនិកជនលោកលេងសារឿនដែលមានវ័យ65ឆ្នាំគឺជាយុទ្ធជនពីការស្នាក់នៅភូមិចុងព្រែក1សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញនិងមានប្រពន្ធឈ្មោះយ៉ុងសុភីព្រមទាំងមានកូនចំនួន5នាក់ផងនោះបានរៀបរាប់ប្រាប់មកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំឲ្យដឹងថាលោកគឺជាទាហាននៅក្នុងកងពលលេខ F196 ក្នុងសម័យសង្គ្រាមឆ្នាំ1982ហើយរូបលោកត្រូវបានរងគ្រោះពីការជើងស្ដាំម្ខាងដោយសារតែការជន់មីននៅឆ្នាំ1984នៅលើទឹកដីខេត្តបៃលិននៅក្នុងឆ្នាំ1987រូបលោកបានធ្វើការដោះដូរមាស 5G និងគោចំនួន2ក្បាលជាមួយទៅនឹងដីស្រែឈ្មោះម៉ាងមួនទំហំជាង2ហិកតាស្ថិតនៅក្នុងភូមិចុងព្រែក1សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញដែលជាអតីតខេត្តកណ្ដាលនិងបានកាន់ការព្រោះនៅអាស្រ័យផលចាប់តាំងពីឆ្នាំ1987មកម្លេះលោកលេងសារឿនបានបន្តប្រាប់ឲ្យដឹងទៀតថាក្នុងកំឡុងពេលឆ្នាំ1990ជាងនោះមានឈ្មោះលីមីដែលជាឈ្មួញបានដើរប្រមូលទិញដីស្រែពីប្រជាពលរដ្ឋដែលមានដីនៅជាប់ដីរបស់ខ្លួននោះក៏ប៉ុន្តែសម្រាប់ដីខ្ញុំឯនេះវិញគឺខ្ញុំមិនបានលក់ទេបើទោះបីជាពេលនោះលោកមេភូមិស្វាយគង់មកបញ្ចុះបញ្ចូលឲ្យខ្ញុំលក់ក៏ដោយក៏ខ្ញុំមិនលក់ដែរព្រោះខ្ញុំទុកដីនោះសម្រាប់ធ្វើស្រែចម្ការចិញ្ចឹមជីវិតប្រពន្ធកូនខ្ញុំដើម្បីរក្សាដីធ្លីចំនួន2ហិកតាជាងនេះលោកលេងសារឿនបានទៅស្នើសុំអាជ្ញាធរដើម្បីធ្វើបានកម្មសិទ្ធិកាន់កាប់ដីស្របច្បាប់ក៏ប៉ុន្តែលោកស្វាយគង់មានតួនាទីជាមេភូមិបានប្រាប់ថាដីនោះមិនចាំបាច់ធ្វើឯកសារទេលក់ឲ្យគេទៅលុះដល់ឆ្នាំ2010លោកលេងសារឿនបានស្នើសុំអាជ្ញាធរសុំធ្វើលិខិតកាន់កាប់ដីម្ដងទៀតក៏ប៉ុន្តែលោកស្វាយគង់ដែលជាសមាជិកក្រុមប្រឹក្សាឃុំនិងជាអតីតមេភូមិបាននិយាយថាបើចង់ស្នើត្រូវឲ្យដីនោះទៅពួកគាត់កន្លះហិកតាទើបពួកគាត់យល់ព្រមធ្វើឲ្យដោយមិនព្រមតាមសំណើរបស់លោកស្វាយគង់ទើបពួកគាត់បង្កើតរឿងខុបខិតគ្នាជាមួយទៅនឹងឈ្មោះលីមីនិងកូនដែលមានឈ្មោះទី1ឈ្មោះតាំងសុចិត្តក្រឹស្នាភេទប្រុសមានតួនាទីជាប្រធានមន្ត្រីទេសចរខេត្តព្រះសីហនុនៃក្រសួងទេសចរទី2ឈ្មោះតាំងសុចិត្រាភេទប្រុសមានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ទី3ឈ្មោះតាំងសុចិត្តចរិយាភេទស្រីទី4ឈ្មោះតាំងសុចិន្តាភេទស្រីដោយប្រាប់ថាមានដីជន់នៅលើដីខ្ញុំទៅវិញទាំងដែលមានរបងថ្មជាព្រំតាមច្បាប់រួចទៅហើយនោះនៅអំឡុងឆ្នាំ2014បែរជាឈ្មោះលីមីព្រមទាំងកូនរបស់គាត់បានប្តឹងតវ៉ាទៅកាន់ភូមិឃុំសង្កាត់ថាមានដីជន់លើដីរបស់លោកលេងសារឿនហើយនៅឆ្នាំ2019ឈ្មោះលីមីរួមនឹងកូនរបស់គាត់ដែលមានឈ្មោះតាំងសុចិត្រាតាំងសុចិត្តក្រឹស្នាតាំងសុចិត្តចរិយានិងតាំងសុចិន្តាបានប្តឹងលោកលេងសារឿនទៅកាន់សាលាដំបងរាជធានីភ្នំពេញក្នុងសំណុំរឿងព្រហ្មទណ្ឌនិងទាមទារយកដីចំនួន2ហិកតាជាងទាំងកម្រៅនោះនៅថ្ងៃទី3ខែសីហាឆ្នាំ2021សាលាដំបងរាជធានីភ្នំពេញបានជំរះសម្រេចចាញ់ជាសារក្រមក្នុងសំណុំរឿងព្រហ្មទណ្ឌឲ្យឈ្មោះលេងសារឿនឈ្នះដោយបានរួចផុតពីបទចោទប្រកាន់របស់ឈ្មោះលីមីនិងកូនបន្ទាប់មកនៅខែតុលាឆ្នាំ2021ឈ្មោះលេងសារឿនដែលជាម្ចាស់ដីនិងជាអតីតយុទ្ធជនពីការបានប្តឹងឈ្មោះលីមីនិងកូនចំនួន4នាក់ទៀតទៅកាន់សាលាដំបងរាជធានីភ្នំពេញពីបទក្លែងបន្លំឯកសារប្រើប្រាស់ឯកសារក្លែងបន្លំលួចយកដីលោកថាការដោះស្រាយរបស់តុលាការតាមនីតិវិធីច្បាប់ក៏ប៉ុន្តែដោយភាគីចុងចោតតែតែរកលេសនេះរកលេសនោះនិងរកអ្នកធំនេះរកអ្នកធំនោះមកជួយអន្តរាគមន៍ជាមួយទៅនឹងតុលាការនាំឲ្យដំណើរការនីតិវិធីផ្លូវច្បាប់នេះមានភាពយឺតយ៉ាវក្នុងការផ្ដល់យុត្តិធម៌ជូនទៅកាន់រូបលោកនៅថ្ងៃទី6ខែមករាឆ្នាំ2025ទើបរូបលោកបានសម្រេចចិត្តធ្វើពាក្យបណ្ដឹងគោរពស្នើសុំកិច្ចអន្តរាគមន៍ពីសំណាក់សម្ដេចតេជោហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្ដីទីហើយនៅថ្ងៃទី14ខែមិនិនាឆ្នាំ2025ព្រឹទ្ធសភា
បានចេញលិខិតជម្រាបជូនទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនោះគឺឯកឧត្តមកាត់រិទ្ធហើយនៅថ្ងៃទី4ខែមេសាឆ្នាំ2025នេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនិងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការបានចេញលិខិតជម្រាបជូនឯកឧត្តមនួនណារ៉ាដែលជាប្រធានសាលាដំបងរាជធានីភ្នំពេញដើម្បីជំរុញចំណាត់ការលើសំណុំរឿងឲ្យបានឆាប់រហ័សនិងត្រឹមត្រូវតាមនីតិវិធីច្បាប់ទើបនៅថ្ងៃទី7ខែសីហាឆ្នាំ2025សាលាដំបងរាជធានីភ្នំពេញបានជំនុំជម្រះសម្រាប់ចាត់ប្រកាសឈ្មោះលីមីនិងកូនប្រុសឈ្មោះតាំងសុចិត្តក្រឹស្នាជាប្រធានមន្ត្រីទេសចរខេត្តប្រសិទ្ធនុកូនប្រុសម្នាក់ទៀតឈ្មោះតាំងសុចិត្រាដែលជាអគ្គនាយករងនៃអគ្គនាយកដ្ឋានទឹកស្អាតព្រមទាំងកូនស្រី2នាក់ទៀតឈ្មោះតាំងសុចិត្តចរិយានិងឈ្មោះតាំងសុចិន្តាឲ្យជាប់ពន្ធនាគារក្នុងម្នាក់ចំនួន1ឆ្នាំ6ខែដោយពុំមានការព្យួរនៅក្នុងសំណុំរឿងព្រមត្តនខាងលើនិងពិន័យទឹកប្រាក់ប្រមាណជា20លានរៀលឯណោះចាប់តាំងពីថ្ងៃចេញសាលក្រមសម្រាប់មានរយៈពេល6ខែនោះនៅមិនទាន់ចេញសេចក្តីសម្រេចជាស្ថាពរផ្ដល់យុត្តិធម៌មកឲ្យក្រុមគ្រួសារលោកលេងសរឿននៅឡើយទេបាទនៅខែសីហាឆ្នាំ2025នេះសាលាដំបងរាជធានីភ្នំពេញបានសម្រេចកាត់ទោសចេញសារក្រមលើឈ្មោះលីមីតាំងសុចិត្តក្រឹស្នាតាំងសុចិត្តត្រាតាំងសុចិត្តចរិយានិងតាំងសុចិន្តាចំនួន5នាក់ឲ្យជាប់គុកក្នុង1នាក់មួយឆ្នាំ6ខែនិងបណ្ណ័យជាប្រាក់20លានរៀលតាំងពីធ្វើការកាត់ទោសសាវនាការហើយមករយៈពេល6ខែមកនេះគឺក្រុមគ្រួសាររបស់ខ្ញុំមិនទាន់បានទទួលយុត្តិធម៌ទេដោយហេតុថាឈ្មោះលីមីកូនរបស់ឈ្មោះលីមីគឺកិច្ចវេះមិនព្រមទទួលសារក្រមរបស់សាលាដំបងរាជធានីភ្នំពេញ